តម្លៃមាសធ្លាក់យ៉ាងគំហុកនៅក្នុងយប់មិញតែងើបឡើងវិញនៅក្នុងថ្ងៃនេះអរុនសួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំមកអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2026អញ្ចឹងទេបើសិនជាបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃសូមបងប្អូនជួយ Subscribe YouTube Channel របស់ខ្ញុំពីព្រោះថាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទនៅក្នុងយប់មិញនេះផងដែរតម្លៃមាសបានធ្វើការធ្លាក់យ៉ាងគំហុកហើយតម្លៃទាបបំផុតដែលមានធ្លាក់ទៅដល់នោះគឺនៅតម្លៃ$4,447ក្នុង1អោនតែនៅក្នុងថ្ងៃនេះតម្លៃមាសបានធ្វើការងើបឡើងមកវិញហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនោះគឺមាសស្ថិតនៅក្នុងតម្លៃ$4,496ក្នុង1អោនឬបើសិនជាគិតជាតម្លឹងនោះគឺស្មើនឹង$5,416ក្នុង1តម្លឹងឬស្មើនឹង$541ក្នុង1ជីផងដែរបាទចំណែកឯប្រាក់វិញប្រាក់ក៏បានធ្វើការផ្លាស់ទីស្រដៀងជាមួយនឹងមាសផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅក្នុងតម្លៃ$75ក្នុង1អោនឬបើសិនជាគិតជាតម្លឹងគឺស្មើនឹង$90ក្នុង1តម្លឹងឬស្មើនឹង$9ក្នុង1ជីហើយបើសិនជាគិតជាគីឡូក្រាមនោះគឺស្មើនឹង$2,409ក្នុង1គីឡូក្រាមផងដែរបាទអញ្ចឹងទេយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅតែបន្តធ្វើការហក់ឡើងបន្តទៀតដែរឬទេឬក៏មានការធ្លាក់ចុះមកវិញហើយបើសិនជាមានការអាប់ដេតឬក៏ការប្រែប្រួលណាមួយខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនទាំងគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការគាំទ្រក៏ដូចជាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយបងប្អូនចូលចិត្តវីដេអូបែបនេះសូមបងប្អូនជួយចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលាបាទ